ជំរាបសួរបងប្អូនហ្នឹងហើយក្នុងវីដេអូនេះចេញមករៀង16ទីបងប្អូនណាសូមអធិស្ឋានវីដេអូនេះមិនមែនជាវីដេអូដែលត្រូវនឹងជំនាញទេបងប្អូនគេសាក់ចង់សាក់លបងជំរាបថានេះគឺមិនដឹងថាត្រូវឬខុសទេបងប្អូនអ្នកទស្សនាមេត្តាសេដ្ឋីហើយសូមជួយកែតម្រូវផងហើយដោយសារតែដំណាំតរ៉េនគឺមិនសូវសម្បូរទេនៅខេត្តសៀមរាបយើងនេះហើយនៅជាពិសេសគឺនៅតំបន់ខ្ញុំនោះគឺសូម្បីតែញ៉ាំតរ៉េនក៏ស្ទើរតែមិនសូវបានផងពីមុនមកគឺមិនដែលស្គាល់នឹងតែម្ដងតែឥឡូវយើងទើបតែចាប់ដើមឃើញមានអញ្ចឹងខ្ញុំសាកល្បងទិញតរ៉េន2ដើមយកមកសាក់មើលដាំនៅក្នុងដីផ្ទះខ្ញុំនឹងតែម្ដងតែកាលនេះគឺដាំតាមមើល YouTube ផងអីផងទេបងប្អូនហើយមិនដឹងថាត្រូវខុសទេបងប្អូនណាឃើញយ៉ាងណាខុសត្រូវមិនមកកុំប្រកាន់ចែកទេសហ្នឹងគឺពីនេះបន្តិចពីនោះបន្តិចអញ្ចឹងបងប្អូនអញ្ចឹងក៏ជាថាសាក់មើលទៅមិនដឹងជាការរឿងកើតទេអញ្ចឹងតាមការណែនាំគឺគេឲ្យយើងកាប់លងរហូតដល់1ម៉ែត្រដីនោះតែនេះខ្ញុំកាត់ទូយទេបងប្អូនអើយដីផ្ទះធម្មតានេះវារឹងណាកាប់នៅបានប៉ុណ្ណឹងត្រឹមពងដៃអស់ហើយបងប្អូនហើយកាប់2លងបាទកាប់2លងខ្ញុំដាំបែកគ្នាដែរវាចម្ងាយប្រហែលជាង10ម៉ែត្រពីគ្នាហើយក៏មកងាយមកបងប្អូនមកកណាត់ថ្ងៃរាប់បាន2លងហ្នឹងដាំអញ្ចឹងក៏ចាប់ដើមដាក់ជីដាក់អីហើយក៏ដាក់បន្តិចទីជីកប៉ុសដែលយើងមានត្រាប់ហើយក៏មានអាចគោអីខ្លះដែរយកមកអញ្ចឹងណាហើយក៏ថែមជីសរីរាង្គមួយចំនួនដែរទៅដើម្បីឲ្យវាជំនួយអញ្ចឹងណាហើយតើមកទៀតបានខ្ញុំចាប់ដើមដាំអញ្ចឹងបងប្អូនរងចាំទស្សនាទាំងអស់គ្នាជាមួយខ្ញុំទាំងអស់គ្នាណាចឹងទៅពីធ្វើអន្លង់ទី1រួចហើយខ្ញុំធ្វើអន្លង់ទី2ខ្ញុំដាំនឹងជាតិគ្នាដែរបងប្អូនបើចូលមិនដល់10ម៉ែត្រទេមិនដល់10ម៉ែត្រពីគ្នាទេតែក៏តែជាមិនសូវសង្ឃឹមថាបានផលទេបងប្អូនណាដើមដោយសារវាទី1រឿងបញ្ហាឬដីមិនដឹងថាត្រូវឬមិនត្រូវទី2គឺបច្ចេកទេសនៃការដាំរបស់ខ្ញុំហ្នឹងគឺគ្មានគ្រូគ្មានម៉ូអីទេបងប្អូនខ្ញុំចាប់ដើមដាំហើយបច្ចេកទេសដាំគឺបងប្អូនចាំកត់មើលថាខ្ញុំដាំមិននិយាយរួមទៅការដាំនេះគឺខ្ញុំមិនបានរំពឹងថានឹងកើតទេបងប្អូនសំខាន់គឺខ្ញុំគិតថាតើខ្ញុំដាំហ្នឹងដោះឬក៏យកឬក៏អត់អញ្ចឹងណាហើយបើដោះហ្នឹងវាមានការវិវត្តបែបម៉េចត្រូវការការពារបែបម៉េចអញ្ចឹងពេលដែលខ្ញុំដាំហ្នឹងគឺខុសពីយើងដាំស្វាយដើម្បីដែលធ្លាប់តែជីលងហើយយើងយកកូនទៅដាក់ក្នុងលងហើយជឿនដីបង្ហាប់តែនេះខ្ញុំមើលបច្ចេកទេសគេដែរទេតាម YouTube ផងអីផងអញ្ចឹងទៅក៏ឃើញគេដាំអញ្ចឹងគឺគេកាប់លងហើយគេយកកូនត្រេនហ្នឹងបបតើនៅលើដីនៅលើអាលងយើងនៅពីលើតែម្ដងឲ្យចំកណ្ដាលឬហើយយើងចាប់ដើមកាយដីលុបបាទអញ្ចឹងខ្ញុំធ្វើតាមគេធ្វើតាមគេដែរបងប្អូនដូចចឹងវារឿងប្លែកដែរពុកខ្ញុំក៏ថាងាប់ហើយដាំអញ្ចឹងបានធ្វើមិនកើតតែខ្ញុំថាអត់អីខ្ញុំដាំសាកល្បងទេប៉ុន្តែកូនថ្លៃបងប្អូនកូនហ្នឹងមួយដើមជាង10ដុល្លារ 40000 ជាងហ្នឹងកូនធំគេល្អគេហ្នឹងហើយខ្ញុំកាត់បងប្អូនដោយសារពេលដាំហ្នឹងពេលកំពុងកាប់ដីហ្នឹងគឺរឹងមែនតើអត់ភ្លៀងទេតែដាំរួចចាប់ដើមភ្លៀងមកបដ ாய் បងប្អូនសំណាងអត់ចាំអាចចាប់អាចចាក់ទឹកអញ្ចឹងកម្មវិធីដាំត្រេន2ដើមជាការសាកល្បងរបស់ខ្ញុំក៏ត្រូវបានបញ្ចប់ត្រឹមហ្នឹងទៅអញ្ចឹងរងចាំវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញបងប្អូនថាតើក្រោយពីពេលដាំហើយត្រេនរបស់ខ្ញុំ2ដើមហ្នឹងវាលូតលាស់បានកម្រិតណាហើយវាមានអីកើតឡើងបន្ទាប់ពីការដាំហ្នឹងទៅបងប្អូនណាកុំភ្លេចចូលរួមទស្សនាបងប្អូននៅក្នុងវីដេអូនេះគឺអត់បាននិយាយអំពីរឿងមេផ្សិតអីទេតែក៏នៅតែប្រមូលបងប្អូនត្រូវការមេផ្សិតចម្បើងបងប្អូនអាចតាក់ទងតាមរយៈលេខដែលបានបង្ហាញជូនបានឬក៏បងប្អូនចង់រៀនដាំផ្សិតក៏អាចតាក់ទងបានដែរបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ